សួស្តីទៅកាន់អ្នកទាំងអស់គ្នាបាទនេះគឺជាបាទកន្លែងដាក់ត្រីរបស់យើងបាទកន្លែងថ្មីដោយសារតែកន្លែងចាស់របស់យើងហ្នឹងគឺត្រីវាកាត់កូនច្រើនយកតែមែនតើបាទអញ្ចឹងក៏យើងសម្រេចចិត្តបាទទិញកេស្ណូថ្មីយើងចូលមកដាក់កន្លែងយើងថែមបាទរៀបចំយើងថែមកន្លែងនេះខ្ញុំអត់ទាន់រៀបចំហើយទេអ្នកទាំងអស់គ្នាខ្ញុំត្រូវដាក់ផ្កាបាទដាក់ផ្កាគៀនហ្នឹងដែរបាទដាក់ផ្កាឬក៏ដាក់រុក្ខជាតិអីមួយបាទលំអបាទចឹងកម្រងរបស់ខ្ញុំដូចយើងធ្វើកន្លែងចិញ្ចឹមត្រីមួយអញ្ចឹងណាយើងទុកនៅពេលដែលយើងបាទគិតអីអត់ចាញ់យើង stress យើងអីទៅក៏យើងមានកន្លែងហ្នឹងដើម្បីបាទបំបត្តិ stress របស់យើងដែរបាទយើងអង្គុយផឹកកាហ្វេឬក៏ផឹកអីមួយអញ្ចឹងអ្នកនរគ្នាអាហ្នឹងបាទកម្រងរបស់ខ្ញុំទេបាទអញ្ចឹងឥឡូវនេះគឺយើងបាទចាប់ដើមលាងសម្អាតធុងរបស់យើងបាទក្នុងហ្នឹងអញ្ចឹងឥឡូវយើងដោះវាស្អាតមកបាទកុំឲ្យវាធំឬក៏ស្អុយទៅនៅពេលដែលយើងដាក់ត្រីទៅវាមានបញ្ហាបាទអញ្ចឹងយើងត្រូវលាងវាស្អាតបាទឥឡូវនេះគឺយើងបានលាងវាស្អាតហើយអ្នកទាំងនេះដោះលាងវាបាទធ្វើម៉េចឲ្យកុំឲ្យវាមានជាតិធំនៅក្នុងហ្នឹងបាទហើយទឹកក៏យើងអានេះខ្ញុំប្រាប់អ្នកទាំងនេះទឹកគឺខ្ញុំប្រើទឹកដងទេបាទអញ្ចឹងឥឡូវគឺយើងបាទដាក់ទឹកនឹងវាឲ្យច្រើនពេញធុងរបស់យើងមកបាទឲ្យវាគ្រប់ចំនួនដែលយើងចង់ដាក់បាទធុងទាំងប៉ុន្មានហ្នឹងយើងដាក់វាពេញមកបាទតែដាក់មកមុំអ្នកទាំងនេះក៏ដាក់ច្រើនពេកបាទអញ្ចឹងឥឡូវនេះក៏ខ្ញុំចាប់ដើមបាទរៀបចំវាមើលសម្អាតវាបាទហើយក៏ឆ្លៀតយកសារាយបាទអ្នកទាំងនេះសារាយយើងដាក់លំអនៅក្នុងទឹកនឹងដូចនេះដែរបាទឲ្យវាមានបាទទឹកហ្នឹងវាមានចម្រោករបស់បាទត្រីរបស់យើងផងដែរបាទឥឡូវនេះក៏យើងបានរៀបចំទឹករៀបចំអីហើយបាទដាក់សារាយដាក់អីហើយបាទនេះគឺជាកន្លែងដាក់ចំត្រីរបស់យើងបាទចឹងឥឡូវនេះក៏យើងចាប់ផ្ដើមបាទត្រង់របស់យើងហ្នឹងបាទដួសត្រីដើម្បីយើងទៅបំបែកដាក់នៅធុងផ្សេងបាទអ្នកទាំងគ្នាធុងដែលយើងរៀបចំហើយបាទត្រីច្រើនបាទអ្នកទាំងគ្នាអញ្ចឹងទៅក៏យើងបាទញែកវាកុំឲ្យដោយពួកផ្សេងទៀតបាទអញ្ចឹងយើងយកតាមួយមុំដែលយើងគិតថាបាទតាមមួយម៉ាត់គ្នាជាមួយនឹងធុងរបស់យើងបាទកុំឲ្យវាដាក់ច្រើនទៅឧទាហរណ៍យើងយកទៅច្រើនពេកបាទកន្លែងចាំរបស់យើងនេះវាទូចអញ្ចឹងក៏វាឆ្អៀតគ្នាដែរបាទអញ្ចឹងយកទៅមួយមុំបានហើយបាទឥឡូវនេះក៏យើងបានដួសហើយយើងរៀបចំកន្លែងនឹងវិញបាទឲ្យស្អាតបាទរៀបចំរុក្ខជាតិរៀបចំអីបាទតុបតែងវាស្អាតវិញបាទកុំឲ្យវាក្រក់មើលផងដែរបាទអញ្ចឹងយើងរៀបចំវាស្អាតមកបាទនេះគឺជាបាទលទ្ធផលរបស់យើងដែលយើងដួសត្រីបាទយើងកុំយកច្រើនពេកអ្នកនរគ្នាព្រោះទឹកដែលយើងដាក់ហ្នឹងគឺថ្មីតែម្ដងបាទអញ្ចឹងយើងដាក់វាមួយម៉ោងបានហើយបើសិនជាវាមានករណីបាទបញ្ហាអីមួយគឺវាបាទវាមានបញ្ហាតែប៉ុណ្្នឹងទេកុំឲ្យទៅអាផ្សេងទៀតអញ្ចឹងអ្នកទាំងនេះឥឡូវនេះគឺបាទត្រីមូលីរបស់យើងបាទត្រីមូលីនេះស្អាតមែនតើបាទដល់ពេលវាច្រើនណាវាច្រើនស្អាតតែប៉ុន្តែអានេះគឺខ្ញុំបាទប្រកាត់វាបានតែ2ទេអញ្ចឹងកូនវាក៏ច្រើនមួយយ៉ាងដែរបាទកូនវាមកគូសមណាវាយើងអាចទទួលយកបានបាទអានេះបាទគឺកូនរបស់វាបាទយកអានេះខ្ញុំដួសតែបន្តិចទេបាទយើងយកទៅដាក់នៅធុងថ្មីរបស់យើងបាទអត់អើយដាក់ច្រើនទេបាទដោយសារតែយើងដាក់ច្រើនទៅដូចខ្ញុំបញ្ជាក់អញ្ចឹងបាទតែវាមានបញ្ហាបាទតែដាក់ទៅមួយមុំទៅបានហើយបាទដើម្បីយើងដឹងថាត្រីយើងវាអត់មានបញ្ហាទេចាំយើងដួសដាក់ទៅថែមដោយសារតែកេស្ណូហ្នឹងគឺយើងខ្លាចយើងសម្អាតវាអត់ល្អអញ្ចឹងទៅឬក៏វាធំជាមួយនឹងសាប៊ូដែលយើងលាងបាទអញ្ចឹងនេះបាទលទ្ធផលរបស់យើងបាទអរគុណអ្នកទាំងអស់គ្នាបាទវីដេអូនេះគឺយើងមានតែប៉ុណ្្នឹងទេជូនពរអ្នកទាំងអស់គ្នាបាទសុខសប្បាយរស់ស៊ីមានបានទាំងអស់គ្នាបាទបាយបាយជួបខ្ញុំនៅវីដេអូក្រោយទៀតអ្នកទាំងអស់គ្នា